មុតជាងគេនឹងតើទឹកនឹងវាយ៉ាងម៉េចបានជាមុតជាងគេគេយកទឹកធ្វើអាវុធអត់តន់ដឹងទេនេះគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយធ្វើស្រែវាបានស្រូវយកចេញជាបាយទៅធ្វើសង្គ្រាមបើកុំតែមានទឹកអត់មានបាយទេបើកុំតែមានបាយធ្វើសង្គ្រាមអត់កើតទេគេថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយអញ្ចឹងអាទឹកហ្នឹងវាត្រូវមានមុនកភ្លើងមុនអាវុធទៅទៀតទឹកប្រគុណម្ចាស់ចង់ដឹងថាមុតមិនមុតចាំមើលគេវាយតកកសុំគេ2 3ដុំយកមកបោកខ្លួនសាមើលទៅអាណារៀងស្រួចយកមកអុកមេជើងមើលទៅអាហ្នឹងដឹងថាមុតមិនមុតហើយតាមពិតណាកបាត់វាមុតមែនប៉ុន្តែមុតតែមួយផ្លូវទេឯដាវមុតមែនមុតតែមួយផ្លូវទេប៉ុន្តែទឹកមុតគ្រប់កន្លែងឧបមាតែឈើមួយយើងកាប់ឈើនឹងប៉ាំងអញ្ចឹងទៅវាមុតតែមួយផ្លូវទេប៉ុន្តែបើជះទឹកមកឆាច់ទៅ2 3ផ្លូវហើយដល់តែកាប់ចូលទៅខាងក្នុងកបាត់ដោយដាវដល់ចេះបត់បែនទេឯទឹកចេះបត់អាប្រហោងនេះកាច់មកទៅនេះវាបត់ទៅតាមទៀតណាលើភ្នំស្រក់មកតដាច់ថ្មបើអញ្ចឹងទឹកហ្នឹងខ្លាំងណាប្រគុណម្ចាស់អាចមុតជ្រាបសពកន្លែងទាំងអស់មិនមែនមុតតែមួយផ្លូវទេហើយបើចង់ដឹងខ្វាតកកម្ដាយគប់លើខ្លួនព្រះអង្គទៅជ្រាបហើយសូមនិមន្តសាធុយីអានន្តកៅមែនឆ្លើយបញ្ហាបានទាំងអស់គ្មានតោះគ្មានខុសគ្មានខករហូតដល់ឲ្យខ្ញុំកណានឹងឆន្ទកាតែបានហើយឆាន់ម្នាក់ឯងដូចជាមិនកើតមកពីនោះមកទាំងអស់គ្នាណាញោមគេថាបានអីត្រូវតែចែកគ្នាអញ្ចឹងបើខ្ញុំកណាឆាន់កាអនុថៃក៏ឆាន់កាដែរហើយបើអនុថៃឆាន់ទឹកខ្ញុំកណាក៏ឆាន់ទឹកអញ្ចឹងយើងទាំងអស់គ្នាមកជាមួយគ្នាណាអាឡនឥឡូវខ្ញុំកណាចង់ដឹងទៅទៀតចុះឲ្យទានទឹកនោះគេឲ្យដល់